បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះច្រាស VS 168 AutoCar សូមមកបង្ហាញរថយន្តមួយគ្រឿងថ្មីស្រឡាងទៀតហើយបាទទៅកាត់បានថ្មីក្តៅតែម្ដងពុកម៉ែបងប្អូនបាទប៉ុន្តែមុននឹងខ្ញុំបង្ហាញពីរថយន្តដែលយើងទៅកាត់បានថ្មីនេះក៏ខ្ញុំសូមបញ្ជាក់នៅលក្ខណៈពិសេសមួយពុកម៉ែបងប្អូនដែលអត់ធ្លាប់មានទេនៅការ៉ាស VS 168បាទគឺពុកម៉ែបងប្អូនដែលអត់មានលទ្ធភាពទិញឡានថ្មីប្រើឬក៏បងរំលោះរថយន្តថ្មីប្រើចង់បានត្រឹមឆ្លាមត្រឹមគោលឡាត្រឹមហើមប្រើមិនតាមានលទ្ធភាពទិញចង់បងរំលោះមកការ៉ាស VS 168ឥឡូវការ៉ាស VS 168យើងមានលក្ខណៈពិសេសសម្រាប់ពុកម៉ែបងប្អូនចង់យករថយន្តចាស់ទៅប្រើដោយចង់បងរំលោះបាទឥឡូវបានក្រោមឆ្នាំ2000បានមិនថា91 92 93 94 95ពុកម៉ែបងប្អូនមកបោះរំលោភបានបាទហើយព័ត៌មានផ្សេងៗពុកម៉ែបងប្អូននឹងអាចមកតំណែងមកខ្ញុំមិនថាមានប្រាក់ចូលរួមឬក៏គ្មានប្រាក់ចូលរួមមកសិក្សាជាមួយខ្ញុំនឹងបញ្ជាក់នៅព័ត៌មានល្អជូនពុកម៉ែបងប្អូនក្នុងការបករថយន្តចាស់យើងទៅប្រើជាងយើងទិញម៉ូតូជិះខែព្រៀងដែរពុកម៉ែបងប្អូនបាទមកឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំមកសូមមកបង្ហាញនៅរថយន្តមួយគ្រឿងដែលយើងទៅតែសម្រាប់ថ្មីបាទពីអ្នកជិះនៅខេត្តសៀមរាបយើងបាទគឺរថយន្តថ្មីស្លាមទេគឺ LX 470បាទ LX 470នេះនៅខាងមុខខ្ញុំនេះតែម្ដងបាទ LX 470មួយគ្រឿងនេះគឺឆ្នាំផលិត2003បាទពណ៌កម្មម៉ៃទឹកដោះគោពុកម៉ែបងប្អូនប៉ុន្តែអ្នកខ្លះក៏គាត់ហៅថាជាពណ៌កាអំពៅកម្មម៉ៃកាអំពៅបាទតែពួកខ្ញុំនៅខេត្តសៀមរាបគេហៅថាកម្មម៉ៃទឹកដោះគោបាទពណ៌នេះជាពណ៌ដែលសម្គាល់ទៅលើឆ្នាំផលិតចាប់ពី2003ឡើងទៅគឺមានពណ៌នេះហើយពុកម៉ែបងប្អូនហើយជាពណ៌ដែលពេញនិយមមែនទែនដែលពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តបាទមកថាពេលយូរខ្ញុំមកសូមមកបង្ហាញពុកម៉ែបងប្អូនពីរថយន្តតែម្ដងបាទសម្រាប់រថយន្តនេះគឺនៅសំណុំសឹងតែរបស់រថយន្តតែម្ដងបាទមិនថាទឹកឆ្នាំភ្លឺរលោងបាទមាន80ទៅ90%បាទទៅលើผมអត់មានប្រវត្តិបុកប៉ះកលាប់កាត់តបាទហើយយើងយកមកគឺយើងរៀបចំរួចរាល់ហើយពុកម៉ែបងប្អូនមានតម្រូវការយកទៅប្រើប្រាស់តែម្ដងហើយសម្រាប់រថយន្តនេះម្ដងគឺម្ចាស់មុនក៏បានដូរកង់ថ្មីទាំង4គ្រាប់តែម្ដងគឺ Mark Dunlop បាទឆ្នាំផលិតខ្ពស់បាទអញ្ចឹង delay ខ្ពស់អញ្ចឹងពុកម៉ែបងប្អូនជួយប្រើប្រាស់បានគ្រប់តម្រូវការតែម្ដងបាទហើយសម្រាប់រថយន្តដែលខ្ញុំហ៊ានធានាលើអត់បុកអត់ប៉ះគឺកញ្ចក់វិញគឺកូដលេខ C របស់470នេះគឺនៅមួយជុំតែម្ដងអត់មានការបែកបាក់អីទេបាទកូដកញ្ចក់គឺនៅមួយជុំបាទនេះសូមមកបង្ហាញផ្នែកខាងក្នុងបន្តិចជូនពុកម៉ែបងប្អូនបាទទៅលើផ្នែកខាងក្នុងបាទគឺគុំការមិនថាការលេងឬក៏សំណុំរបស់រថយន្តគឺនៅសំណុំទាំងអស់មានការបែកបាក់កែច្នៃឬពុកច្រែកទាំងអស់ពុកម៉ែបងប្អូនបាទសូមបង្ហាញទាំងអស់ជូនពុកម៉ែបងប្អូនបាទទីនេះខ្ញុំនឹងបង្ហាញពីប្រព័ន្ធភ្លើងខាងក្នុងរបស់ជូនពុកម៉ែបងប្អូនបន្តទៀតនេះដៃខ្ជាអីគឺនៅសំណុំនៅស្បែករបស់រថយន្តតែម្ដងណាពុកម៉ែបងប្អូនគឺអត់មានកែច្នៃពុកប៉ះអីទេបាទសម្រាប់សំពុកអីគឺនៅថ្មីស្រឡាងតែម្ដងពុកម៉ែបងប្អូនគឺនៅថ្មីស្រឡាងតែម្ដងបាទមកកាមេរ៉ាមែនយើងចូលមកបង្ហាញខាងក្នុងនៃរថយន្តបាទសម្រាប់រថយន្ត470ពុកម៉ែបងប្អូនពេលខ្លះក៏ពុកម៉ែបងប្អូនស្គាល់ហើយពាក់ព័ន្ធនឹងប្រព័ន្ធរបស់រថយន្ត470គឺចម្បងគឺទៅលើបូមក្របបែកឡើងចុះបាទបូមចង្កូតប្រព័ន្ធភ្លើងផ្សេងបាទប៉ុន្តែខ្ញុំហ៊ានធានាទៅលើរថយន្តមួយនេះគឺនៅដំណើរការទាំងអស់មិនថាបូមក្របបែកឡើងចុះមិនថាបូមចង្កូតពេលបិឆេះឡើងចុះអូតូមិនថាអីក្រង់ប្រព័ន្ធភ្លើងខាងក្នុងគឺនៅដំណើរការទាំងអស់កម្ដៅក៏អីគឺនៅដំណើរការទាំងអស់ណាពុកម៉ែបងប្អូនបាទជាពិសេសរថយន្តមួយនេះជាប្រភេទរថយន្តបើខ្ញុំហ៊ាននិយាយថាវាជា full option មូលហេតុអីរថយន្តនេះវាមានអេក្រង់កណ្ដាលហើយនឹងបេតុងចុចសង្គ្រោះបន្ទាន់បាទគេហៅបេតុងចុចសង្គ្រោះបន្ទាន់បាទសម្រាប់បេតុងមួយនេះដែរនៅពេលដែលរថយន្តមានបញ្ហានៅពេលយើងចុចទៅលើបេតុងសង្គ្រោះបន្ទាន់មួយនេះគឺចង់និយាយថាគឺវាផ្ដាច់ប្រព័ន្ធភ្លើងទាំងអស់ដើម្បីតម្រូវការឲ្យរថយន្តយើងមិនឲ្យមានបញ្ហានៅក្នុងរថយន្តបាទនេះគឺនៅតាប់ឡូអីអត់មានការបែកបាក់ទេបងប្អូនស្បែកគឺនៅសំណុំស៊ីនរបស់រថយន្ត470នេះតែម្ដងបាទគឺនៅស្អាតណាស់គឺប្រព័ន្ធភ្លើងអេក្រង់គឺនៅដំណើរការទាំងអស់ស្ទឹងតែ100%បាត់ហើយបងប្អូនបាទគឺនៅដំណើរការទាំងអស់គឺមាន map មានអីទាំងអស់គឺដំណើរការបាទមកខ្ញុំសូមទៅបង្ហាញផ្នែកផ្សេងទៀតនៃរថយន្តដើម្បីកុំឲ្យខាត់ពេលវេលាពុកម៉ែបងប្អូនឃើញបាទមិនថាកម្ដៅក៏អីកម្ដៅកញ្ចក់គឺនៅសំណុំទាំងអស់ពុកម៉ែបងប្អូនគឺនៅដំណើរការទាំងអស់ក៏អីចុចក៏អីឡើងចុះអីគឺនៅដំណើរការទាំងអស់ណាពុកម៉ែបងប្អូនបាទ
នេះពុកម៉ែបងប្អូនគឺកូដសម្រាប់កូដព័ត៌មានរបស់រថយន្តគឺនៅសំណុំទាំងអស់បាទពុកម៉ែបងប្អូនហើយអត់មានប្រវត្តិទៅលើការដោះក្លុកក្លៀតអីអត់មានប្រវត្តិទៅលើដោះខ្ចៅដូរខ្ចៅអីទេបាទនៅសំណុំទាំងអស់របស់រថយន្តមកក្លុកក្លៀតគឺនៅស្អាតណាស់ពុកម៉ែបងប្អូនរថយន្តមួយនេះគឺម្ចាស់មុនក៏ប្រើថែមមែនទែនបាទប្រើថែមមែនទែនចាដោយសារខ្ញុំទៅសុំគាត់កាត់យកមកដើម្បីដាក់ជូនពុកម៉ែបងប្អូននេះខ្ញុំថាក្នុងក្រៅគឺនៅសំណុំទាំងអស់ណាពុកម៉ែបងប្អូនបាទទីពិសេសគាត់ដាក់ការា VIP រួចជាសាច់បាទលើវាស៊ីវិល័យមែនទែនបាទស៊ីវិល័យមែនទែនបាទមកខ្ញុំសូមមកបង្ហាញនេះខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនជាត្រង់កណ្ដាលឲ្យខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនបាទគេឲ្យត្រង់កណ្ដាលគឺរបស់170នេះគឺយើងបញ្ជាពីខាងមុខមកជាមួយនឹងត្រង់ខាងមុខបាទហើយជាសំណុំរបស់រថយន្តណាពុកម៉ែបងប្អូនបាទជាសំណុំរបស់រថយន្តហើយខ្ញុំកាត់មកតែម្ដងគឺនៅដំណើរការទាំងអស់ពុកម៉ែបងប្អូនបាទមកខ្ញុំសូមមកបង្ហាញផ្នែកខាងក្រៅនៃរថយន្តបាទសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការខ្ពស់ក្នុងការប្រើរថយន្តណាSUV ពុកម៉ែបងប្អូនដឹងហើយជាប្រភេទរថយន្តដែលមានកៅអី3ជួរប៉ុន្តែយើងចល័តបានមិនថាចល័តបានយើងអាចដោះចេញក៏បានយើងអាចដាក់បញ្ឈរក៏បានយើងអាចត្រឡោះវាជាអចិន្ត្រៃយ៍ក៏បានអត់បញ្ហាទេពុកម៉ែបងប្អូនដោយសារកន្លែងផ្នែកនេះកនសកួរគឺនៅខាងក្រោមបាតនៃរថយន្តហើយសម្រាប់ម៉ាស៊ីនត្រជាក់គឺមានផ្នែកខាងក្រោយគឺ3ជួរដូចគ្នាបាទមិនថាផ្នែកខាងក្រោយអត់មានម៉ាស៊ីនចាត់ទេគឺផ្នែកខាងក្រោយមានសម្រាប់តម្រូវការពុកម៉ែបងប្អូនហើយធំទូលាយមែនទេបាទនេះជំនួយស្នាមខ្ញុំហ៊ានធានាទៅលើអត់បុកអត់ប៉ះកន្លែងកាត់តោអីនេះទៅលើភ្លីអីគឺនៅសំណុំរបស់រថយន្តតែម្ដងកាមេរ៉ាមែនជួយបង្ហាញច្បាស់ដើម្បីថាយើងសូមហាញបងប្អូនពុកម៉ែបងប្អូនខ្លះគាត់នៅឆ្ងាយអញ្ចឹងគាត់ចង់បានព័ត៌មាននិងរូបភាពច្បាស់ជូនដើម្បីគាត់មានទំនុកចិត្តបាទហើយយើងដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំលក់នៅក្នុងការ៉ាស់បាទដែលមានឈ្មោះ VS168 នៅខេត្តសៀមរាបតែម្ដងបាទគ្មានការពូតកុហកពុកម៉ែបងប្អូនទេព្រោះខ្ញុំមកបានលក់នៅតាមផ្លូវតាមវត្តតាមផ្ទះទីអារាមអីណាដើម្បីឲ្យពុកម៉ែបងប្អូនមានទំនុកចិត្តអត់មានទេបាទគឺនៅតែផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនដែរបាទកាមេរ៉ាមែនសូមបង្ហាញបាត់ខាងក្រោមមកបាទខាងក្រោមនៃរថយន្តគឺនៅសំណុំចេញតែម្ដងពុកម៉ែបងប្អូនមើលទាំងអស់គ្នានេះគឺផ្នែកដាក់បងសកួរខ្ញុំភ្លេចបញ្ជាក់ពុកម៉ែបងប្អូនរថយន្តមួយគ្រឿងនេះគឺជាប្រភេទរថយន្តប្រើសាំងសុទ្ធណាពុកម៉ែបងប្អូនអត់មានប្រវត្តិចាប់ហ្គាសទេនេះបាទផ្នែកខាងនោះគឺកង់សកួរនៅថ្មីចាស់តែម្ដងហើយផ្នែកខាងក្រោមគឺអត់មានពុកច្រេះអីទាំងអស់បាទគឺអត់មានពុកច្រេះអីអ្វីទាំងអស់គឺនៅស្អាតសំណុំរបស់រថយន្តតែម្ដងជាប្រភេទរថយន្តដែលម្ចាស់មុនគាត់និយាយប្រហែលគាត់អភិជនដែរគាត់អត់បានប្រើប្រាស់ហ្គាសទេគាត់ប្រើប្រាស់សាំងសុទ្ធហើយគាត់ជិះសួរមែនទែននៅស្ទុះនៅដំណើរការម៉ាស៊ីនប្រអប់លេខគឺនៅអីមែនទែនដោយសារម្ចាស់មុនគាត់អត់យកទៅប្រើប្រាស់ទៅចាប់ហ្គាសដើម្បីសេលជាថវិកាអត់ទេគឺប្រវត្តិអត់មានប្រវត្តិចាប់ហ្គាសទេចំពោះរថយន្តមួយគ្រឿងនេះខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនណាអត់មានប្រវត្តិចាប់ហ្គាសទេបាទនឹងសំណុំតែម្ដងបាទនេះខ្ញុំបង្ហាញបន្តផ្នែកខាងក្នុងខាងក្រោយកុំឲ្យថាបង្ហាញតែមួយជាងបាទគឺនៅទាំងអស់ណាពុកម៉ែបងប្អូនឃើញសំណុំអត់មានបែកបាក់អត់មានពុកច្រេះទាំងអស់គឺនៅសំណុំណាបាទចាស់មុនក៏ប្រើថែមែនទែនហើយប្រព័ន្ធភ្លើងខាងក្នុងគឺនៅដំណើរការទាំងអស់ណាពុកម៉ែបងប្អូនបាទធម្មតាឆ្នាំ2003វាជាឆ្នាំបើយើងគិតទៅវាជាង20ឆ្នាំហើយពុកម៉ែបងប្អូនតែចំពោះរថយន្តមួយនេះគឺនៅសឹងតែដោយរថយន្តខ្លាញ់គោហើយពុកម៉ែបងប្អូនស្អាតមែនទែនបាទនេះសូមកាមេរ៉ាមែនបង្ហាញឲ្យគ្រប់ក្លុកក្លៀតត្រង់ជ្រោយទាំងអស់ដើម្បីឲ្យពុកម៉ែបងប្អូនខ្លះគាត់នៅឆ្ងាយគាត់បានមកមើលឡើងផ្ទាល់គាត់អាចមើលតាមវីដេអូដែលយើងបង្ហាញនេះបានបាទវាដូចជាភ្នែកទី2ទី3របស់យើងអញ្ចឹងបាទតាមវីដេអូរបស់នេះបាទមកពុកម៉ែបងប្អូនខ្ញុំមកបង្ហាញនៅថ្មីបានឆ្នាំថ្មីហើយទៅលើរថយន្តប៉ុន្តែអត់មានទេមិនថាធ្នឹមមិនថាស្ពាល់មិនថាផ្នែកណាមួយនៃខាងមុខរថយន្តគឺអត់មានការកែច្នៃទេពុកម៉ែបងប្អូននៅសំណុំរបស់រថយន្តនេះតែម្ដងណាពុកម៉ែបងប្អូនបាទនេះសំណុំបាទនៅជុំវិញកាមេរ៉ាមែនចាប់ឲ្យអស់ជុំវិញឲ្យពុកម៉ែបងប្អូនឃើញបាទសម្រាប់ប្រឡប់ម៉ាស៊ីនបាទម៉ាស៊ីនអត់មានប្រវត្តិជួសជុលរើទេធម្មតាជួសជុលតិចតួចវាតែងតែមានហើយទៅលើយល់មិនតែប្រព័ន្ធភ្លើងប្រព័ន្ធទៅយកគឺនៅសំណុំទាំងអស់ពុកម៉ែបងប្អូនអត់មានការកែច្នៃអីទាំងអស់ហើយប្រវត្តិអត់មានផ្លាស់ប្ដូរម៉ាស៊ីនឬក៏ជួសជុលទេសូមនៅកៅចោមទៅនៅសឹងស្អាតសំណុំរបស់ម៉ាស៊ីនរថយន្តតែម្ដងបាទនេះព័ត៌មានផ្សេងពុកម៉ែបងប្អូនទៅលើតបោគឺនៅទាំងអស់ណាពុកម៉ែបងប្អូនអត់មានការកែច្នៃបិទថ្មីអីទេបាទសម្រាប់ព័ត៌មានរថយន្តមានតែប៉ុណ្្នឹងខ្ញុំពុកម៉ែបងប្អូនតែខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនសម្រាប់តារ៉ា VS168 យើងមិនមែនមានរថយន្តតែមួយគ្រឿងនេះទេគឺយើងមានរថយន្តច្រើនគ្រឿងទៀតនៅក្នុងស្តុក
បាទមិនថាជាប្រភេទរថយន្ត SUV ធុនធំធុនតូចណា Range Rover ណា Fortuner មិនថា Tacoma មិនថាប្រភេទរថយន្ត Prius មិនថាប្រភេទរថយន្ត Lexus 300 330មិនថាប្រភេទរថយន្តអីគឺយើងមានក្នុងស្តុកច្រើនពុកម៉ែបងប្អូនអាចមកមើលផ្ទាល់នៅការ៉ាស VM 168ក៏បានពុកម៉ែបងប្អូនអាចសួរព័ត៌មានឬក៏ចង់សិក្សាពីរថយន្តមួយណាពីការ៉ាសយើងខ្ញុំក៏បានប៉ុន្តែខ្ញុំមុននឹងបញ្ចប់ខ្ញុំសូមបញ្ជាក់លក្ខណៈពិសេសបន្ថែមជូនពុកម៉ែបងប្អូនដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងមានតែសៀមរាបមានតែការ៉ាសយើងខ្ញុំទេណាខ្ញុំអត់ដឹងតែខ្ញុំមិនហ៊ានថាការ៉ាសណាគេធ្វើទេតែការ៉ាសខ្ញុំសូមបងរំលោះជូនពុកម៉ែបងប្អូនទៅលើរថយន្តសេរីចាស់ដូចទីហោថានេះដូចរថយន្តនេះឆ្នាំ92តែពុកម៉ែបងប្អូនអត់មានលទ្ធភាពទិញពុកម៉ែបងប្អូនថាទៅបងរំលោះម៉ូតូអស់2-3000អញ្ចឹងខ្ញុំបងរំលោះឡានសេរីចាស់មួយយកទៅប្រើប្រាស់លក្ខណៈគ្រួសារកាត់លៀងកាត់ព្រៃកាត់ដប់បាទតម្រូវការផ្សេងៗរបស់ពុកម៉ែបងប្អូនមកបងរំលោះបាននេះតម្លៃ2000ជាងមកបងរំលោះបានមានប្រាក់ចូលរួមក៏បានគ្មានប្រាក់ចូលរួមក៏បានពុកម៉ែបងប្អូនមកបងរំលោះបានឆ្លាមខាងក្នុងមានច្រើនគ្រឿងពុកម៉ែបងប្អូន2-3គ្រឿងអញ្ចឹងពុកម៉ែបងប្អូនមកសិក្សាមកសេរីចាស់ប៉ុណ្ណា91 92 93 94 95ពុកម៉ែបងប្អូនមកបងរំលោះបានជាមួយនឹងក្រាស់របស់ខ្ញុំមកសិក្សាហើយឯកសារគ្រប់2ថ្ងៃដករថយន្តទៅប្រើឲ្យពុកម៉ែបងប្អូនជាពិសេសមានប្រាក់ចូលរួមក៏បានមិនបាច់មានប្រាក់ចូលរួមក៏ពុកម៉ែបងប្អូនអាចមកសិក្សាដករថយន្តទៅប្រើប្រាស់បានដែរពុកម៉ែបងប្អូនបាទឥឡូវខ្ញុំមានតែប៉ុណ្ណឹងបើពុកម៉ែបងប្អូនឆ្ងល់ឬក៏មានសំណួរផ្សេងៗពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនៃការ៉ា VM 168ឬក៏ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗទៅលើរថយន្តណាក៏ដោយឬក៏រថយន្តដែលខ្ញុំកំពុងបង្ហាញនេះពុកម៉ែបងប្អូនអាច call តាមលេខទូរស័ព្ទឬក៏ Telegram ដែលខ្ញុំដាក់ក្នុងវីដេអូនេះបាទខ្ញុំមានតែប៉ុណ្្នឹងដែរសូមគោរពជម្រាបលាពុកម៉ែបងប្អូន